នេះខ្ញុំសូមចាប់ផ្ដើមសំណួររបស់ខ្ញុំទីមួយទៅកញ្ញាឈឿនទេវីដែលអញ្ជើញពីអង្គការ PAFIT អឺខ្ញុំចង់ដឹងថាតើអង្គការ PAFIT បានអនុវត្តកម្មវិធីឬក៏សកម្មភាពអ្វីខ្លះគាំទ្រទៅដល់កុមារដែលងាយរងគ្រោះដូចជាកុមារដែលមានពិការភាពកុមារីនិងក្រុមកុមារងាយរងគ្រោះផ្សេងទៀតទៅលើការពង្រឹងអក្ខរកម្មជាពិសេសផ្នែក Digital បាទចា៎សូមហេអរគុណច្រើនបងសម្រាប់សំណួរសួរមកកាន់ខាងនាងខ្ញុំជាទៅពាក់ព័ន្ធទៅនឹងសកម្មភាពដែលប៉ាហ្វិតយើងបានកំពុងធ្វើជាមួយបែបហ្នឹងហើយបានកំពុងធ្វើនិងបានធ្វើហើយជាមួយនឹងកុមារមានពិការភាពក៏ដូចជាស្ត្រីមានពិការភាពគឺយើងបានធ្វើច្រើនទីមួយគឺយើងផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់ពួកគាត់ហើយផ្ដល់វគ្គបណ្ដុះបណ្ដាលទៅដល់ពួកគាត់ហ្នឹងតាក់ទងទៅនឹងការប្រើប្រាស់បច្ចេកទេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ smartphone ក៏ដូចជាការប្រើប្រាស់នៃទំនាក់ទំនងនៃការអប់រំអីចឹងហេតុអីបើយើងនិយាយចឹងដោយសារចេះអឺដោយសារតែ Pafit យើងធ្វើការផ្ដោតទៅលើជាមួយនឹងបងប្អូនជនជាតិដើមភាគតិចអញ្ចឹងខ្ញុំគិតថាប្រិយមិត្តរបស់យើងក៏គាត់បានជ្រាបដឹងថាពាក់ព័ន្ធទៅនឹងការប្រើប្រាស់ផ្នែក digital អញ្ចឹងមានន័យថាបងប្អូនជនជាតិដើមភាគតិចគាត់នៅមានកម្រិតអញ្ចឹងយើងបានធ្វើការវគ្គបណ្ដុះបណ្ដាលឲ្យគាត់ស្គាល់ថាតើអ្វីទៅជា digital និងអ្វីទៅជាអឺជាឧបករណ៍ដែលយើងអាចប្រើប្រាស់បានហើយនៅក្នុងនោះសកម្មភាពយើងមួយទៀតគឺតាក់ទងទៅនឹងការផ្ដល់ឱកាសសិក្សាដល់ការចូលរួមអញ្ចឹងនៅក្នុងនោះគឺយើងធ្វើការទំនាក់ទំនងជាមួយនឹងសាលារៀនក៏ដូចជាគ្រូគ្រូបង្រៀនចា៎គឺក្នុងការដែលគាត់មានឧបករណ៍សម្រាប់ជួយគ្រប់គ្រងទៅដល់កុមារមានពិការភាពនៅពេលដែលគាត់ចុះឈ្មោះចូលរៀនហើយទៀតសោតមួយទៀតនោះអ្វីដែលយើងធ្លាប់ធ្វើមួយទៀតគឺមានន័យថាយើងមានអាហ្នឹងជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំធ្លាប់បានធ្វើការជាមួយនឹងកុមារខ្សោយសតិបញ្ញាអញ្ចឹងយើងដឹងហើយថានៅពេលដែលយើងធ្វើការជាមួយនឹងពួកគាត់ថាតើបច្ចេកទេសអីខ្លះដែលយើងត្រូវមានជាមួយគាត់បើពាក់ព័ន្ធជាមួយពួកគាត់ការបង្រៀនរបស់គាត់វាអាចថាជាលក្ខណៈខ្លីៗជាលក្ខណៈរូបភាពនិងជាលក្ខណៈប្រចាំថ្ងៃរបស់ពួកគាត់អញ្ចឹងនៅពេលអាហ្នឹងយើងគ្រាន់តែពេលដែលយើងធ្វើការមួយពួកគាត់ពិបាកប៉ុណ្ណឹងហើយអញ្ចឹងអ្វីដែលយើងត្រូវតែបន្តមកមួយទៀតនោះគឺតាក់ទងទៅនឹងការបដិបដាទៅដល់គ្រូក៏ដូចជាអាណាព្យាបាលពេលខ្លះអាណាព្យាបាលខ្លះគាត់នៅជាមួយនឹងកូនគាត់ផ្ទាល់ប៉ុន្តែគាត់អត់បានដឹងថាកូនគាត់មានចំណុចខ្លាំងឬមួយក៏ចំណុចខ្សោយផ្នែកអ្វីមួយឯងអញ្ចឹងនៅពេលដែលយើងដឹងពីចំណុចខ្លាំងរបស់កូនគាត់គឺយើងធ្វើការមានន័យថាអាចជួបជាមួយបែបជាលក្ខណៈគ្រួសារតាមរយៈថាអឺយើងចង់ទៅលេងគាត់ហើយយើងពំនាំនៅអ្វីដែលកូនគាត់រៀននៅសាលាទៅដល់ផ្ទះគាត់ដើម្បីប្រាប់ថាអូកូនអ្នកមិញមានចំណុចខ្លាំងចេះហើយយើងគួរតែធ្វើជាមួយគាត់ចេះចា៎ហើយមួយទៀតការហ្នឹងយើងគ្រាន់តែយើងធ្វើបែបជាលក្ខណៈរូបភាពប៉ុន្តែឥឡូវយើងមានផ្នែកមួយទៀតតកតង digital យើងអាចមាន tablet ក្នុងការប្រាប់ពួកគាត់តកតងទៅនឹងជំនាញមួយហ្នឹងចា៎ហើយទន្ទឹមនឹងការដែលយើងធ្វើការបដិបដាដល់គ្រូនិងមាតាបិតាហើយក៏យើងមិនភ្លេចអំពីសហគមន៍របស់យើងឯងអញ្ចឹងហេតុអីបានជាយើងត្រូវធ្វើការជាមួយសហគមន៍របស់យើងឲ្យគាត់យល់ដឹងអំពី digital ក៏ដូចជាយល់ដឹងអំពីកុមារពិការក៏ដូចជាកុមារីពិការអីចឹងដោយសារតែទីមួយគឺយើងចង់កាត់បន្ថយការរើសអើងនិងការលើកកម្ពស់ដល់កុមារដែលគាត់មានពិការភាពយើងដឹងហើយថាអ្នកដែលគាត់មានពិការភាពបើសិនជាយើងអត់បានលើកទឹកចិត្តគាត់ពីក្មេងទេគឺធ្វើឲ្យគាត់បាក់ទឹកចិត្តទីមួយទីពីរគឺធ្វើឲ្យគាត់នឹងអត់មានគេហៅថាលក្ខណៈថាភ័យខ្លាចអត់មានភាពក្លាហានចា៎អាហ្នឹងគឺអ្វីដែលសំខាន់ដែលយើងត្រូវធ្វើការជាមួយគាត់គឺសហគមន៍គឺត្រូវជាអ្នកលើកទឹកចិត្តគាត់ចា៎ត្រូវជាអ្នកផ្ដល់ឱកាសគាត់ឲ្យគាត់បានចូលរួមនៅក្នុងសហគមន៍របស់ពួកគាត់អញ្ចឹងតាមរយៈសកម្មភាពទាំងអស់ដែលខ្ញុំបានរៀបរាប់ខាងលើនឹងហើយគឺអ្វីដែលសំខាន់គឺយើងធានាថាកុមារទាំងអស់រួមទាំងកុមារដែលគាត់មានពិការភាពនិងក្រុមងាយរងគ្រោះហ្នឹងគឺគាត់ទទួលបានឱកាសស្មើៗគ្នាក្នុងការរីកចម្រើននិងការចូលរួមនៅក្នុងសង្គម digital ចា៎អញ្ចឹងយើងឃើញថាឥឡូវហ្នឹងអីក៏ digital ដែរសូម្បីតែយើងចង់ដឹងព័ត៌មានអីមួយក៏យើងត្រូវសួរ digital ដែរ
អញ្ចឹងដើម្បីឲ្យ digital រីកចម្រើនទៅមុខគឺយើងត្រូវតែអនុវត្តពីកុមារភាពហ្នឹងទៅចាអញ្ចឹងសម្រាប់ខ្ញុំតកតងទៅនឹងសកម្មភាពរបស់ខាង Profit ខ្ញុំអាចជូនប៉ុណ្ណឹងសិនបងចាអរគុណ